បាទនៅក្នុងវីដេអូនេះយើងនឹងមកធ្វើការ install ពាក់ព័ន្ធជាមួយ Ubuntu server អញ្ចឹងចូលមកយើងអាចចុច start មកដើម្បីដំណើរការអូខេអញ្ចឹងប្រហែលជាត្រូវការចាំបន្តិចអូខេអញ្ចឹងវាចាប់ផ្ដើមចេញមកបែបនេះហើយយើងចុច Bridge ឲ្យធំមកបន្ទាប់មកទៀតដល់កន្លែងនេះយើងអាច enter កន្លែង try or install Ubuntu server ហ្នឹងមកអូខេទុកឲ្យវាដំណើរការឲ្យចប់សិនអូខេដល់ហើយនេះយើង enter អូខេអញ្ចឹងមកដល់កន្លែងនេះយើងរើសភាសាយើងអាចយកភាសាអង់គ្លេសហ្នឹងមកកន្លែងនេះយើងអាចដាន enter ហៅទៅselect មកខាងក្រោមយក continue អូខេចូលមកក្រោមយកពាក្យ done enter done អូខេជាអាច click មកហើយ enter តមកទៀតយើងអាច continue ទៅវាបញ្ចូលឈ្មោះរបស់យើងកន្លែងនេះយើងត្រូវការបញ្ចូលឈ្មោះserver name អីជាដើមអញ្ចឹងកន្លែងនេះយើងបញ្ចូលឈ្មោះខ្លួនឯងមកហើយ server name យើងចង់ដាក់ server name អីអញ្ចឹងដាក់មកខ្ញុំដាក់ឈ្មោះខ្លួនឯងដដែលហើយកន្លែងនេះuser name របស់យើងទៅសេមកហើយនឹងបញ្ចូលជាមួយ password ដាក់ងាយ1 2 3ដើម្បីស្រួលចាំកុំឲ្យភ្លេច continue អូខេយើងអាចចូលមកក្រោមយកពាក្យ done enter ដើម្បីបន្តទៅមុខទៀតអូខេមកដល់កន្លែងនេះយក done ដដែល enter ហើយធ្វើការរងចាំអូខេវេទនាការចប់ហើយអញ្ចឹងយើងអាចធ្វើការ reboot now មករងចាំឲ្យវេទនាការឲ្យអស់សិនអូខេអានេះវាចាប់ដើម reboot ហើយអូខេកន្លែងនេះវាឲ្យយើងការអ្វីបញ្ចូល login អញ្ចឹងយើងអាចវាយបញ្ចូល username password enter មកចឹងនៅពេលដែល enter ហើយវាចេញមកបានបែបនេះយើង install
បានហើយ login ចូលបានហើយអញ្ចឹងយើងអាចវាយ comment មួយចំនួនដាក់មើល sudo apt update វាយ password បញ្ចូលដើម្បីធ្វើការ update អូខេបន្ទាប់មកអាច clear ដើម្បីងាយស្រួលមើលបន្តិចវាយពាក្យ sudo atp apt upgrade yes វាយចុចវាយ enter មកគេរងចាំឲ្យវាធ្វើការ upgrade ឲ្យចប់ដោយសារយើងតាមចូលដំបូងអញ្ចឹងយើងត្រូវធ្វើការ update ហើយ upgrade បាន 99% ហើយរងចាំដល់ចប់ progress អូខេអញ្ចឹង progress របស់យើងគឺបានចប់ហើយ clear មកវាយមើលថាចេញត្រូវអត់អញ្ចឹង OMI ចេញឈ្មោះ user យើងត្រូវអស់ហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងធ្វើការប្រើប្រាស់ជាមួយនឹង basic command មួយចំនួនដំបូងយើងត្រូវ login ចូលសិនអញ្ចឹងអាចវាយ username password ទៅបន្តមកទៀតយើងអាចប្រើប្រាស់ command sudo apt update អូខេអញ្ចឹងយើង update វាមួយសិនមុននឹងប្រើប្រាស់ហើយបញ្ចូល password ដូច password ខាងលើមុននឹងដែរអូខេអញ្ចឹងវា update លឿនទេដោយសារយើងអត់មានអីទៅការ update ច្រើនវាគ្រាន់តែ check update បន្ថែមហើយខាងក្រោមនេះយើងប្រើប្រាស់ command មួយទៀតដើម្បីធ្វើការ upgrade sudo apt upgrade អូខេអញ្ចឹងវា update upgrade រួចរាល់ហើយអញ្ចឹងយើងចូលមកធ្វើការបង្កើតប្រើ command ដើម្បីបង្កើត folder អញ្ចឹងប្រើ command mkdir su file ls អញ្ចឹងបង្ហាញមកយើងមាន folder su file មួយអញ្ចឹងយើងចង់បង្ហាញទៅចម្រុងមនុស្សអញ្ចឹងអាច ls -h lh មកវានឹងបង្ហាញងាយស្រួលមើលជាងមុនតាមទៀតយើងអាចប្រើ command touch ដើម្បីបង្កើត file file text មួយអញ្ចឹងយើងអាច su file txt file text ls មកយើងឃើញ file ហើយមាន su file មួយមាន file text មួយហើយ command បន្ទាប់ទៀតគឺ echo សម្រាប់ធ្វើការបង្ហាញ text អញ្ចឹងយើងចង់ធ្វើការ display text អីអាចសរសេរមក hello su file យើងទៅ enter យើងនឹងឃើញហើយអញ្ចឹងវានឹងបង្ហាញ display hello su file អូខេអញ្ចឹងបន្តទៀតយើងអាចបាទធ្វើការ ls មកដើម្បីបង្ហាញអញ្ចឹង ls នេះវាមាន su file su file មួយ file su file.txt មួយ
Ok,នៅក្នុងវីដេអូនេះយើងនឹងធ្វើការ enable ទៅលើ SSH លើ Ubuntu អញ្ចឹងយើងអាចចាប់ផ្ដើមបើកម៉ាស៊ីន Ubuntu របស់យើងមកយើងធ្វើការរងចាំបន្តិចដើម្បីឲ្យវាដំណើរការសិនអូខេចូលមកដល់យើងអាចវាយបញ្ចូល username ហើយ password របស់យើងបន្តមកទៀតយើងប្រើ command sudo apt update ដើម្បីធ្វើការ update ទៅបច្ចុប្បន្នភាពម៉ាស៊ីនរបស់យើងសិនអូខេអញ្ចឹងចាំឲ្យវា update ឲ្យចប់សិនទៅអូខេ update ចប់ហើយយើងចូលមកដល់ command មួយទៀតយើងនឹងធ្វើការ enable sh install sh អញ្ចឹងប្រើ command sudo apt install -y open sh អូខេរងចាំដល់យើង install sh ឲ្យចប់សិនទៅតមកទៀតយើងប្រើ command មួយទៀត sudo systemctl enable -now sh អញ្ចឹងយើងនឹងធ្វើការបញ្ជាឲ្យវាចាប់ផ្ដើមដំណើរការភ្លាមពាក់ព័ន្ធជាមួយនឹង sh នៅពេលយើងបើកទឹកចូលមកម៉ាស៊ីនតមកទៀតយើងប្រើ command sudo systemctl status sh command នេះយើង check មើល status ថា sh របស់យើង active ឬក៏វា running ដែរអត់អញ្ចឹងយើងឃើញពណ៌បៃតងហ្នឹងគឺរបស់យើង active ហើយអញ្ចឹងយើងប្រើ command មួយទៀត sudo ufw allow sh command ហ្នឹងប្រើដើម្បី allow ឲ្យយើងអាចឆ្លងកាត់ firewall បានកុំឲ្យមានបញ្ហា check IP សិនមកអូខេ IP យើងឃើញហើយអញ្ចឹងយើងចូលមកកាន់PowerShell យើងក្នុង Windows យើងធម្មតាវិញជាងអាចវាយ ping ដើម្បី check មើលពាក់ព័ន្ធជាមួយនឹង IP របស់យើងថាយើងអាចចាប់ IP នឹងបានអត់ទាំង IP របស់យើង172.20.10.14អូខេឃើញថាវា ping ជាប់បានហើយអញ្ចឹងបន្តមកទៀតយើងប្រើ command sh username add IP address ដែលយើងចាប់មុនហ្នឹងអូខេអញ្ចឹងចេះមកវាយបញ្ចូល password អូខេអញ្ចឹងយើងឃើញថាយើងអាចចូលបានហើយអរគុណអញ្ចឹងអាចចូលបានហើយយើងអាចបិទមកចូលមកកាន់ Ubuntu យើងវិញប្រើ command sudo shutdown now អរគុណបាទសួស្តីថ្ងៃនេះយើងនឹងមកទៅសេអំពី command ពាក់ព័ន្ធជាមួយនឹង hardware monitor អូខេអញ្ចឹងដំបូងយើងត្រូវចូលមកកាន់ Ubuntu login ចូលសិនទៅ username password អូខេអញ្ចឹងចូលបានហើយប៉ុន្តែយើងត្រូវរកមើលពាក់ព័ន្ធជាមួយនឹង IP address សិនអញ្ចឹងយើងអាចប្រើ command IP-clear a មកអូខេអញ្ចឹងយើងនឹងឃើញពាក់ព័ន្ធជាមួយនឹង IP address របស់យើង 192.168.1.9 អញ្ចឹងបន្ទាប់ពីឃើញហើយយើងអាចចូលមកកាន់អូខេ PowerShell ខ្ញុំអាចបើកវា run ជា administrator មកបន្តមកទៀតខ្ញុំអាច pick មើល
ping 192 sorry ចុច168ចុច1.9 អូខេ score អូខេចាំបន្ទាប់ពី score ហើយយើងត្រូវការ remote ទៅយើងអាចប្រើ comment sh username របស់យើង add IP address 192.168.1.9 អូខេអញ្ចឹងយើងអាចវាយបញ្ចូល password មក password នៅក្នុង Ubuntu មុនហ្នឹងអូខេអញ្ចឹងយើងឃើញថាចូលបានហើយដើម្បីបញ្ជាក់បន្ថែមទៀតយើងអាចប្រើ comment មួយទៀត who am I អូខេអត់ដក clear ទេអញ្ចឹងយើងនឹងឃើញឈ្មោះ user មួយ user នៅក្នុងហ្នឹងហើយអូខេអញ្ចឹងបន្ទាប់ទៀតយើងនឹងប្រើ comment មួយចំនួននៅក្នុងនេះដើម្បី check ពាក់ព័ន្ធជាមួយនឹងអូខេ CPU អញ្ចឹងយើងអាចបើ ls CPU ដើម្បី check ពាក់ព័ន្ធជាមួយនឹងព័ត៌មានរបស់ CPU របស់យើងអូខេអញ្ចឹងនៅក្នុងនេះវានឹងមានលេខបង្ហាញពាក់ព័ន្ធជាមួយនឹង CPU OP mode address size ផ្សេងៗនៅក្នុងនេះបាទបន្តមកទៀតយើងអាចប្រើ comment ពាក់ព័ន្ធជាមួយនឹង top ដែលជា comment មួយដែលវាអាច check ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់ម៉ាស៊ីនរបស់យើងCPU RAM ផ្សេងវាដូចក្នុង Time Manager របស់ Windows ដែរអញ្ចឹងវាអាច check performance នៅក្នុងហ្នឹងអញ្ចឹងយើងអាចប្រើ top អានេះក្នុងករណីដែលយើងអត់ទាន់មានយើងអាចធ្វើការ install អញ្ចឹងនៅក្នុងនេះយើងឃើញមានPID ផ្សេងវា user ណាដែលធ្វើដំណើរការវាហ្នឹងគឺនេះនេះគឺជា user ដែលកំពុងដំណើរការមុនហ្នឹងគឺអ្វីដែលយើងប្រើមុនហ្នឹងគឺប្រើលើហ្នឹងឯងឈ្មោះនេះមុនហ្នឹងអូខេអញ្ចឹង user name ហើយនឹង PRI ផ្សេងនេះគឺជា performance របស់វា CPU ប្រើ CPU ប្រមាណហ្នឹងឯងអញ្ចឹងដើម្បីចាក់ចេញត្រឡប់មកវិញយើងអាចcontrol C មកអូខេត្រឡប់មកដូចដើមវិញហើយបន្តមកទៀតយើងអាចមើលពាក់ព័ន្ធជាមួយនឹងទំហំ RAM របស់យើងបាទ free memory free អាច free dash 8អញ្ចឹងអាច check មើលពាក់ព័ន្ធជាមួយនឹងទំហំRAM របស់យើងបាទទំហំ RAM អញ្ចឹងយើងប្រើប្រមាណហើយនៅសល់ប្រមាណ total ប្រមាណអីចឹងទៅមួយទៀតយើងអាចប្រើ df dash 8ដើម្បីមើលទំហំ hard disk ដែលនៅសល់ណាអញ្ចឹងយើងអាចមើលវាបានអូខេអញ្ចឹងវានៅសល់ចំនួនប្រមាណtotal ប្រមាណអូខេមួយទៀតពាក់ព័ន្ធជាមួយនឹង comment lsblk ដើម្បី lsblk នេះវានឹងបង្ហាញពីបញ្ជី disk ទាំងអស់ដែលបានភ្ជាប់ជាមួយម៉ាស៊ីនមានដូចជា hard disk SSD USB ដែលវាធ្វើការបែងចែក partition មានន័យថាបែងចែកតាម path របស់វាតាម block របស់វាហ្នឹងឯងចឹងក្នុងនេះវាមាន3 block បាទ hard disk អញ្ចឹងទៅcomment បន្តទៀតយើងនឹងប្រើ ps aux ដែលជា comment បង្ហាញពីបញ្ជីមានន័យថា list របស់កម្មវិធីដែលកំពុងដំណើរការទាំងអស់នៅក្នុងកុំព្យូទ័ររបស់យើងនឹងអញ្ចឹងយើងអាច check មើលថាកម្មវិធីខ្លះកំពុងដំណើរការនៅក្នុងគេថាកុំព្យូទ័ររបស់យើងនឹងអូខេហើយដំណើរការដោយ user ណាអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះបើសិនជាយើងឃើញ list ទាំងអស់ហ្នឹងហើយយើងចង់បិទកម្មវិធីដែលកំពុងដំណើរការណាមួយដោយបង្ខំយើងអាចប្រើ comment មួយដែលមានថា kill-9 ប៉ុន្តែយើងត្រូវបញ្ជាក់ដែរថាយើងចង់បិទកម្មវិធីដំណើរការមួយណាអញ្ចឹងការបិទនេះគឺយើងអាចប្រើជាមួយនឹង PID ដើម្បីបញ្ជាឲ្យវាបិទថាបិទកម្មវិធីមួយណាដែលកំពុងដំណើរការបាទអញ្ចឹងនៅក្នុងនេះខ្ញុំអាចបិទមួយទៅអាចបិទមួយណាក៏បានដែរឧទាហរណ៍ខ្ញុំអាចបិទ950
nó sạch process វាអត់តាណាការទេ950ហ្នឹងវាអត់ process ស្រាប់អញ្ចឹងយើងបាច់បិទក៏បានខ្ញុំរកមើលកម្មវិធីណាដែលកំពុងតែ process អូខេឧទាហរណ៍445ចាស់ពេល845 sorry អូខេអញ្ចឹងបន្តមកទៀតយើង check មើលឡើងវិញថា845ហ្នឹងវាបិទនៅអញ្ចឹងនៅក្នុងនេះវាបាត់ហើយវាបិទ force kill បាត់ហើយអញ្ចឹងវាអត់តាណាការទៀតទេអូខេអញ្ចឹងបន្តមកទៀតយើងអាចប្រើ command មួយទៀតដែលជា command ដើម្បី restart ម៉ាស៊ីនរបស់យើងអញ្ចឹងអាចប្រើ sudo shutdown ut shutdown dash មួយទេ all now command នេះដើម្បីធ្វើការ restart ម៉ាស៊ីនរបស់យើងអូខេមុននឹង restart វាឲ្យបញ្ជាក់ជាមួយនឹង password មុនសិនអូខេអញ្ចឹងវា start នេះ restart ម៉ាស៊ីនរបស់យើងហើយអូខេកំពុងតែ restart ហើយអូខេអញ្ចឹងយើងឃើញថាម៉ាស៊ីនរបស់យើងនេះវា restart ហើយអញ្ចឹងអានេះក៏វាទៅការដាច់ដូចគ្នាវានឹងចូលមកកាន់administrator វិញធម្មតាតោះតែយើងធ្វើការ connect ម្ដងទៀតដោយសារតែអានេះវាបិទបាត់ហើយអញ្ចឹងយើងតតែ connect ម្ដងទៀតអញ្ចឹងរងចាំបន្តិចអូខេមកវិញហើយអញ្ចឹងខ្ញុំបញ្ចូល username ម្ដងទៀត and password អូខេ check មើល IP address ម្ដងទៀតដើម្បីបញ្ជាក់អូខេ IP យើងមុនហ្នឹង192.168.1.9 ឥឡូវហ្នឹង IP របស់យើង192.168.1.5 វិញអញ្ចឹងនៅក្នុងនេះយើងអាចប្រើតដែលបានទេយើងទៅដូរវិញ clear មួយសិនអូខេអញ្ចឹងយើងត្រូវប្រើថ្មី add 192.168 sorry 68.1.5 wait something wrong 192.168 វាបិទសិនរ៉ានម្ដងទៀតអូខេ ping machine 192.168.1.5 អូខេស្គាល់ធម្មតា add 192.168.1.5 vềអូខេសូម check បន្តិច not recognize name oh sorry លេខដាក់ SSA okay yes password អូខេបានធម្មតា who am I អូខេអញ្ចឹងយើងចូលបានវិញហើយបន្តមកទៀត command ចុងក្រោយគឺ shutdown មុននឹង restart ឥឡូវ shutdown ម្ដង sudo shutdown SAUT down now អត់មានដក o ទេដោយសារយើងអត់ restart ទេលើកនេះយើងបិទម៉ាស៊ីនតែម្ដងអញ្ចឹងដើម្បីបញ្ជាក់យើងអាចបញ្ចូល password ចុងក្រោយអូខេនេះ start បិទហើយបិទបាត់ហើយអូខេ
បាទអូខេចូលមកដល់វីដេអូនេះយើងនឹងធ្វើការ compress file អញ្ចឹងយើងចូលមកកាន់ user password អូខេ login ចូលសិនមកបន្ទាប់មកទៀតយើងមើលទៅលើ IP address របស់យើង IPA អញ្ចឹងយើងឃើញហើយIP របស់យើងគឺ 192.168.1.5 ចូលមកកាន់ PowerShell មក run ជា administrator តមកទៀតយើងសាក ping មើលសិនថាវាជាប់ដែរអត់អូខេ 192.168.1.5 អូខេជាប់ហើយអញ្ចឹងបន្ទាប់មកយើងអាច SA username add IP address របស់យើងមុនហ្នឹងអូខេបើចូល password អូខេយើងចូលមកបានហើយអញ្ចឹងយើង check មើលសិន who am I អូខេចេញ user name ត្រូវហើយតមកទៀតយើងអាចធ្វើការបង្កើត folder បាន mkdir ឈ្មោះ folder របស់យើងអូខេអញ្ចឹងខ្ញុំអាចប្រើ ls មកដើម្បីមើល folder ចាពណ៌ខៀវនេះវាបង្ហាញថាជា folder អញ្ចឹងយើងមាន2 folder file text មួយអាចបង្កើត mkdir នេះអាចបង្កើត folder បានច្រើនក្នុងពេលតែមួយអញ្ចឹងយើងអាច folder doc1 doc2 ls មើលមកអូខេចេញ folder បាន2ទៀតបន្ថែមតមកទៀតយើងអាចmkdir-p អញ្ចឹងអានេះគឺជា demo/src /asset អញ្ចឹងអា parameter p នេះប្រើសម្រាប់បង្កើត folder ច្រើនជាន់គ្នាក្នុងពេលតែមួយអញ្ចឹងវាដូច structure អញ្ចឹងបង្កើតតនៈជាន់ជាមួយគ្នាណាអូខេប៉ុន្តែនៅក្នុងនេះយើងប្រើហើយសាប់ប្រើ touch demo/file touch demo/src/config អូខេអញ្ចឹងនៅពេលដែលយើងបង្កើតបែបនេះយើង enter មកអត់ចេញទេដោយសារយើងអត់ទាន់បង្កើតពាក់ព័ន្ធជាមួយនឹង structure របស់វាអញ្ចឹងវាអត់មានអីចូលទៅកើតទេអញ្ចឹងយើងប្រើ comment ដើមមុនហ្នឹងអូខេ dir-p ដើម្បីបង្កើត folder ច្រើនជាន់ក្នុងពេលតែមួយអាចអូខេចូលមក demo/src នៅក្នុង src មាន asset មាននេះយើងទៀតទៅអូខេតបមកទៀតបានយើងអាចប្រើ contact នឹងបានដើម្បីបង្កើតចូលក្នុង file src នេះហើយ ls -r នេះគឺដើម្បីបង្កើតឈ្មោះប្រើសម្រាប់មើលឈ្មោះឯកសារនៅក្នុង folder ដែលមានទីតាំងបច្ចុប្បន្នហើយនឹងអ្វីដែលនៅក្នុង folder នោះមានអីខ្លះវានឹងបង្ហាញមកដែរតមកទៀតយើងអាចធ្វើការ zip -o demo .zip demo អញ្ចឹងយើងអាច zip file មួយប៉ុន្តែនៅក្នុងករណីនេះគឺដោយសារខ្ញុំអត់ទាន់មានzip នឹងទេអញ្ចឹងត្រូវការ install មកសិនអូខេបន្ទាប់ហើយអាចដាក់ password ដើម្បី confirm ក្នុងការ install វាអញ្ចឹងត្រូវការរងចាំវាបន្តិចអូខេអញ្ចឹងมันយើងអាចធ្វើការ zip បានហើយយើងប្រើ comment បន្តទៀតពាក់ព័ន្ធជាមួយនឹង
ok អត់ដាទេ comment នេះគឺ OM មិនមែន VM ទេ OM demo អញ្ចឹងអានេះប្រើសម្រាប់លុប folder demo ចោលអូខេបន្តមកទៀតយើងចូលដល់ comment បន្តទៀតយើង unzip ម្ដងអញ្ចឹង unzip demo unzip file demo janin.zip ហ្នឹងមកអញ្ចឹងនៅក្នុងហ្នឹងយើងនឹងឃើញមានអីខ្លះហើយយើងឃើញមានឯកសារនៅក្នុង file zip ហ្នឹងអូខេ ls មើលតែ file zip មុនហ្នឹងយើងអត់បានលុបទេអញ្ចឹងយើងឃើញពណ៌ក្រហមហ្នឹងគឺជា file zip folder zip យើងអាច ls-or demo មកឃើញ file ក៏ដូចជាចូលទៅស៊ីជម្រៅ comment មួយទៀតយើងអាច zip ប្រើ zip ដែរមិនជា zip ទេតែយើងអាចប្រើថាវិញថា .cvf demo ឈ្មោះឯកសាររបស់យើងមក .ថា demo អូខេអត់ដើរទេនៅក្នុងនេះគឺថា .cvf c create v ដើម្បីបង្កើតសារភាពផងធ្វើ f កំណត់ឈ្មោះ file ចឹងឈ្មោះ file យើង .ថាត្រូវហើយអូខេOkay. Beep may not specific or that. Not specific. នៅក្នុងនេះត្រូវហើយថា CVF have merson have this okay អូអញ្ចឹងមុនហ្នឹងវាជាយើងប្រើ CVF CUF អញ្ចឹងมันវាអត់ដើរអូខេអញ្ចឹងយើងធ្វើដូច zip ដែរទេអញ្ចឹង